45 ឆ្នាំជាមួយនឹងការលក់នំជើងជ្រូកបើគ្រាន់តែប្រាប់ថានំជើងជ្រូកនេះហាលក់មក45ឆ្នាំហើយដែលមកលក់នៅម្ដុំអូអាស័យម៉ាគាត់បានប្រាប់ថានំជើងជ្រូកនេះហាគឺបែបចិនតិចសូម្បីតែគ្រឿងផ្សំមកក៏ខុសពីខ្មែរបន្តិចដែរគ្រាន់តែបង្ហាញមុខមកច្បាស់ជាបានស្គាល់ហើយចំពោះនំកន្លែងមកវិញណាគឺឆ្ងាញ់តែម្ដងហើយមួយរបស់គាត់ណាគឺមានច្រើនខ្លាំងជាពិសេសហ្នឹងគឺស្នូលខាងក្នុងរបស់គាត់គឺមានជាមួយនឹងប៉ែគួរមានជាមួយនឹងសណ្តែកសៀងថែមពីហ្នឹងទៀតនៅលើនំរបស់គាត់ហ្នឹងគឺមានសណ្តែកដីដោយសារចំណុចទាំងអស់ហ្នឹងហើយដែលធ្វើឲ្យនំគាត់ណាខុសប្លែកពីគេប៉ុន្តែក៏បានបញ្ជាក់ឲ្យបញ្ជាក់ទៀតថានំនេះគឺបែបចិនគឺខុសគ្នាពីនំបែបខ្មែរយើងប៉ុន្តែរសជាតិមួយយ៉ាងម្នាក់ទេហើយនំគាត់ណាគឺតម្លៃសមរម្យខ្លាំងមែនតើមួយតែ 1000 រៀលទេចំពោះការលក់របស់គាត់វិញគឺបើកលក់ចាប់ពីម៉ោង 4 ព្រឹករហូតដល់ម៉ោង 11 ថ្ងៃបាទចំពោះនំជើងជ្រូកនេះវិញអ្នកល្មមមកគិតថាតស៊ូធ្វើមិនបានទេព្រោះអីម៉ាគាត់បានប្រាប់ឲ្យថាគាត់ងើបចាប់ផ្ដើមកិនម្សៅនិងធ្វើស្នូលនំនេះចាប់តាំងពីម៉ោង 2 ព្រឹកមកម៉ែអញ្ចឹងពិតជាមិនធម្មតាទេម៉ាតស៊ូលក់បានរហូតដល់45ឆ្នាំហើយបើសិនជាអ្នកទាំងអស់គ្នាចង់សាកញ៉ាំនំជើងជ្រូកសេរីចាស់អីអាចមករកកន្លែងគាត់បានហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាចង់ឲ្យខ្ញុំទៅ review កន្លែងណាទៀតអាច comment ប្រាប់ខ្ញុំខាងក្រោមបានណា